សួស្តីមនៈទស្សនានេះគឺជារឿងប្រព័ន្ធចង់មានអារម្មណ៍ហើយនៅក្នុង chapter ទី12 13តាមឡើងនៅសាច់រឿងដំបូងខាងសុយ៉ាគឺត្រូវបានហៅហានវាម្ដាយធ្វើឲ្យគាត់នឹងចិត្តរយទៅហៅហានបាននិយាយថាចុងក្រោយវាមកដល់ទីបញ្ចប់ហើយនៅពេលនេះគាត់ទទួលបាននៅបន្ទុកបូកបន្ថែមចំនួន50ក៏បាននិយាយថាគូប្រកួតរបស់គាត់នឹងក៏តាន់ដែរប៉ុន្តែគាត់ទទួលបានតែបន្ទុក50ទេហើយមនុស្សដែលអូនឈីបានវាប្រហានឹងគឺទទួលបានតែបន្ទុក80ទេពេលនេះអូនលីនហ្វៃក៏បាននិយាយថាហៅហានម្នេះមកប្រូនឹងក៏បាននិយាយថាមកហើយនៅពេលនេះមិនដឹងថាពួកគេពីរនាក់នឹងកំពុងនិយាយខ្លះក៏ប៉ុន្តែនៅពេលនេះសុកខាងស៊ឺយ៉ាបានភ្ញាក់ឡើងមកពីកន្លែងណាក៏មិនដឹងចេញមកពីឧបករណ៍នៅក្នុងកែមួយក៏បាននិយាយថាគាត់មិនស្លាប់ទេនេះគឺពិតជាទ្រព្យសម្បត្តិមែនបន្ទាប់មកគាត់ក៏បានសាយផ្អើលពេញអាគារហើយគាត់ក៏បាននិយាយថាគាត់នឹងគឺជាមនុស្សដែលមិនអាចព្រួតបានឡើយគាត់ចូលមកកាន់កន្លែងមួយហើយមានប្រុសសក់លឿងមួយក៏បាននិយាយថាពួកគេគឺជាសមាជិកមកពីគៀលប្រច័នប្រាក់ម្ចាស់គៀលនឹងបានបញ្ជាឲ្យពួកគេតាមທາງស៊ឺយ៉ាតែថ្ងៃនេះពួកគេនឹងធ្វើការវាយប្រហារទៅកាន់ប៉ូលីសហើយនឹងប្លន់នៅវត្ថុដែលប៉ូលីសទទួលបានលីនហ្វេបាននិយាយថានៅពេលនេះមានមនុស្សបង្កើតនៅគៀលហើយបទឧក្រិដ្ឋផ្សេងៗនឹងកាត់ឡើងឆាប់នេះហើយហៅហានបានសួរថាតើម្ចាស់គៀលរបស់គាត់នឹងគឺជានរណាប្រុសសក់លឿងនឹងបាននិយាយថាគាត់នឹងគឺមិនទាន់បានជួបម្ចាស់គៀលនៅឡើយទេហើយពួកគេគ្រាន់តែជាសមាជិកនៅរង្វង់ខាងក្រៅប៉ុណ្ណោះពុំមានសិទ្ធិអ្វីអាចចូលទៅជួបនៅម្ចាស់គៀលបានឡើយហើយបន្ទាប់មកលីនហ្វេក៏បាននាំខ្លួនបរិសនោះទៅហើយនាងក៏បាននិយាយថានៅពេលទៅដល់ប៉ុស្តិ៍វិញនាងនឹងស៊ើបអង្កេតឲ្យបានល្អបរិសសក់លឿងនឹងក៏បាននិយាយថាប៉ូលីសស្អាតតើនេះអាចចាត់ទុកថាគាត់គឺកំពុងតែកែប្រែខ្លួនដែរទេលីនហ្វេបាននិយាយថាតើលោកគិតយ៉ាងម៉េចដែរអញ្ចឹងនៅពេលដែលលីនហ្វេចេញទៅបាត់ហើយនោះក្មេងស្រីរិនចិនឈីក៏បានចូលមកដល់បងប្រុសហៅតើសកម្មភាពរបស់ឈីយ៉ាងម៉េចដែរទាំងថ្ងៃនេះហៅហាងក៏បាននិយាយទាំងរដេរដបថាល្អខ្លាំងណាស់បន្ទាប់មកមីអូននឹងក៏បានយកដៃរបស់ហៅហានទៅត្បៀតជាមួយនឹងភ្នំរបស់នាងបើអញ្ចឹងតើបងប្រុសចង់ផ្ដល់រង្វាន់ឲ្យឈីយ៉ាងម៉េចដែរហៅហានក៏បាននិយាយថាគិតយ៉ាងម៉េចដែរបើសិនជានាងជួយជីវលីវសិននោះហើយនារីក្លាហានប្រនាងជីវលីវនឹងក៏បាននិយាយថាមិនចាំបាច់ទេពេលនេះនាងក៏ហក់ចូលមកបន្ទាប់ពីកាត់ពោះនឹងដាច់អស់ពី3កង់ជីវលីវបាននិយាយថាវាត្រូវការឲ្យនាងបញ្ចេញនៅកម្លាំងបន្តិចក៏ប៉ុន្តែនៅពេលនេះវារួចរាល់ហើយនៅពេលនេះហៅហានក៏ទទួលបានបន្ទុកហៅហានក៏បាននិយាយថាទទួលបាន100បន្ទុកនៅក្នុងពេលតែមួយហើយនៅពេលនេះហៅហានក៏បានបើកមើលនៅផ្ទាំងប្រវត្តិរូបរបស់គាត់តើមានអីកែប្រែដែរអត់គាត់ក៏បានគិតថាបើទោះបីជាគាត់ទទួលបានបន្ទុកច្រើនក៏ដោយគាត់អាចត្រឹមតែប្រើបន្ទុកនោះដើម្បីចាប់កាតបានតែ2តែប៉ុណ្ណោះហើយបន្ទាប់មកគាត់នៅតែស្ថិតនៅក្នុងកម្រិត3ដដែលបន្ទាប់ពីធ្វើការទាំងអស់នេះហើយវាមើលទៅគាត់គឺត្រូវការសន្សំចៃឲ្យបានច្រើនបន្ថែមទៀតជាពិសេសនោះគាត់មិនអាចចាប់បានការដែលទទួលបាននៅពីអគុណនោះម្ដងទៀតនោះទេមួយរយៈពេលក្រោយមកនៅឯផ្ទះសុវត្ថិភាពរបស់ហៅហាននៅពេលនេះប្រុសហានក៏បានអង្គុយចុះហើយក៏បាននិយាយថាគាត់ក៏ពិតជាឃ្លានខ្លាំងណាស់ក៏បានដល់យកទូរស័ព្ទរបស់គាត់មកមើលហើយក៏បាននិយាយថាល្មីបានជួយរបស់ទាំងអស់នេះថ្លៃខ្លាំងម្ល៉េះប៉ុន្តែនៅពេលនេះគាត់នឹងកំពុងសុំយកមកញ៉ាំហើយនៅពេលដែលហៅហានគាត់កំពុងតែឃ្លាននោះក៏មានអូនឈីយកមីមួយចានយកមកឲ្យគាត់នៅពេលនេះបងប្រុសហើយច្បាស់ជាឃ្លានហើយអញ្ចឹងហើយមកញ៉ាំមីនេះខ្លះសិនទៅមែនហើយរិនចិនឈីមិនមែនចេះត្រឹមតែវាយទេនាងក៏ចេះធ្វើម្ហូបផងដែរហើយនៅពេលនេះនាងក៏ចង់ដឹងដែរថាតើមីរបស់នាងនឹងត្រូវមាត់របស់គាត់ដែរឬអត់អេដមីនមើលឃើញអ្នកធ្វើមីហ្នឹងដូចចង់ឃ្លានមីដែរនេះហៅហានក៏បានយកមីរបស់ឈីមកញ៉ាំហើយក៏បាននិយាយថាអូនធ្វើមីឆ្ងាញ់មែនក្មេងស្រីរិនចិនឈីក៏បាននិយាយថាប៉ិតមែនណាខ្ញុំក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយនៅពេលនេះនាងចង់ដឹងថាតើហៅហាននឹងធ្វើមីឲ្យនាងញ៉ាំវិញនៅពេលណាដែរដែលបានធ្វើឲ្យហៅហាននោះក៏បានព្រុសមីនឹងចេញមកក្រៅវិញនៅពេលនេះជីវលីវក៏បានដើរចូលមកហើយក៏បាននិយាយថាគ្រាន់តែញ៉ាំតាមសម្រួលទៅមិនមែនហ្នឹងគឺជាការបង្កប់នៅពាក្យមិនសមរម្យនៅក្នុងហ្នឹងទេបើគិតទៅតាមសម្ដីរបស់ជីវលីវនិយាយនោះនាងចង់និយាយថាប្រពន្ធនឹងធ្វើអាហារឲ្យប្តីហើយឈីធ្វើអាហារឲ្យហៅហានបែបហ្នឹងឯងហើយបន្ទាប់ពីប្តីញ៉ាំហើយនៅពួកយើងគិតទៅថាវានឹងមានរឿងអីបន្ទាប់អេដមានអត់ប្រាប់ទុកឲ្យឆ្ងល់ហើយជីវលីវក៏បានយកអាហាររបស់នាងចេញមកហើយក៏បាននិយាយថាសាឡបងអាហាររបស់នាងម្ដងមើលទាំងអស់នេះគឺជា oyster ដុតគ្រឿងហើយមើលទៅការស្លៀកពាក់របស់នាងទៅព្រមទាំងអាហារទៀតគឺបង្ហាញច្បាស់ចេះតែម្ដងបែបនេះគេហៅថាប្រពន្ធយកចិត្តប្តីហើយនឹងគឺជាអាហារពើយ៉ាងច្បាស់កន្លែតពេលនេះក្មេងស្រីរិនចិនឈីនាងក៏បានស្រែកថាពាក្យរបស់នាងនឹងកាន់តែមិនសមរម្យទៅទៀតបន្ទាប់មកអូនទាំងពីរនាក់នឹងក៏បានបើកសង្គ្រាមត្រជាក់ជាមួយគ្នាទៅក្មេងស្រីឈីនាងបាននិយាយថាតើនាងមិនដឹងពីច្បាប់អ្នកដែលមកមុនបានមុនទេមកអូនជីលីវនឹងក៏បាននិយាយថាមនុស្សប្រុសឲ្យចូលចិត្តតែរបស់ស្រស់ទេយល់ទេស្បោងចាស់ហើយបន្ទាប់មកពួកគេនឹងក៏ចាប់ផ្ដើមប្រយុទ្ធគ្នាយកតែម្ដងទៀងចាប់ផ្ដើមខូចចិត្តហើយទេនាងទេដែលខូចចិត្តនោះជឿវីរ៉ូអត់ទឹកខ្ញុំនឹងដុតនាងឲ្យអស់សក់នោះចង់ដឹងសាក់មើលអាណាខ្លាចអាណាហើយនៅពេលនេះហៅហានតែម្នាក់ឯងមីផង oyster ផងដឹងជាកម្លាំងនឹងយកទៅណាអស់ទេហើយគាត់ក៏បានដុតដង្ហើមធំអើយខ្ញុំគ្រាន់តែចង់ញ៉ាំអាហារតើហេតុអីបានជីវិតពិបាកខ្លាំងម្ល៉េះហើយនៅពេលនេះពួកគេកំពុងតែផ្ទប់គ្នាមិនដឹងថាណាធំជាងណាក្មេងស្រីឈីនឹងក៏បាននិយាយថានៅពេលដែលខ្ញុំនៅទីនេះណានាងមិនជោគជ័យនោះទេក្មេងស្រីជីវលីវនឹងក៏បាននិយាយថាអញ្ចឹងខ្ញុំនឹងកម្ចាត់នាងចោលហើយនៅពេលនេះសម្លេងគោះទ្វារផ្ទះរបស់គាត់នឹងក៏បានលើកឡើងហៅហាងក៏បានដើរទៅអរគុណព្រះហើយអ្នកជួយបានមកដល់ហើយនៅពេលដែលគាត់បើកទ្វារនោះក៏ចាប់ផ្ដើមឆ្ងល់តែម្ដងក្មេងស្រីសក់លឿងនេះនាងក៏បាននិយាយថាសួស្ដីតើលោកគឺជាហៅហានរី
គេនឹងបានជួបលោកហើយបន្ទាប់មកពួកគេក៏បានចាប់ដៃគ្នាមួយទុកជាការរាក់ទាក់សួស្ដីតានាងគឺជាក្មេងស្រីសក់លឿងនឹងនាងក៏បាននិយាយថានាងគឺជាលេខាផ្ទាល់ខ្លួនរបស់នាងប៉ៅនាងប៉ៅនឹងគឺជាម្ចាស់គេលប្រច័នប្រាក់ហើយនាងមកទីនេះដើម្បីអញ្ជើញហៅហាននឹងចូលទៅក្នុងពិធីជប់លៀងនៅក្នុងពេលយប់នេះសម្លៀកបំពាក់គឺបានរៀបចំរួចហើយដូច្នេះសូមលោកអញ្ជើញចូលរួមផងហៅហានក៏បាននិយាយថានាងប៉ៅតើប៉ៅមួយណាទៅក្មេងស្រីនឹងក៏បាននិយាយថាតើមាននាងប៉ៅប្រមាណអ្នកទៅនៅក្នុងទីក្រុងនេះនោះបន្ទាប់មកហៅហានក៏ដូចជាត្រូវភ្លើងឆក់អញ្ចឹងតែអាចថាគឺជាមនុស្សដែលត្រូវបានគេហៅថាជាម្ចាស់សត្រូវនោះជាអ្នកដែលបានទទួលមរតករាប់ពាន់លានហើយជា CEO ថ្មីនៃក្រុមជាងសឹងប៉ៅផាន់ជីបន្ទាប់មកក្មេងស្រីសក់លឿងក៏បានប្រកល់ប្រអប់មួយឲ្យគាត់ហើយក៏បានដើរចេញទៅវិញមុននឹងទៅវិញនាងក៏បាននិយាយថាត្រូវហើយនឹងមានឡានមកទទួលលោកនៅម៉ោង 6 ល្ងាចពេលនេះខ្ញុំនឹងមិនរំខានលោកទៀតទេហៅហានក៏បាននិយាយថាគាត់ធ្លាប់ដាក់ពាក្យធ្វើការនៅក្នុងក្រុមហ៊ុននោះប៉ុន្តែមិនទទួលបានសូម្បីតែឱកាសសម្ភាសការងារផងប៉ុន្តែនៅពេលនេះហេតុអីបានជា CEO នៅក្នុងក្រុមហ៊ុននោះភ្លាមក៏អញ្ជើញគាត់ចូលទៅក្នុងពិធីជប់លៀងអញ្ចឹងពេលដែលនាងលេខានោះជិះឡានចេញទៅបាត់នោះហៅហាងក៏បានយកប្រអប់នោះមកមើលហើយក៏បាននិយាយថាពេលដែលរឿងមិនសម្ាញ់បែបនេះហើយនៅវាច្បាស់ជាមានរឿងអ្វីមួយនៅពីក្រោយហើយប្រហែលជាគាត់មិនគួរទៅទេហើយមិនបានជាពួកគេផ្ញើនៅសម្លៀកបំពាក់មកឲ្យគាត់អញ្ចឹងប៉ុន្តែនៅពេលដែលគាត់បានបើកប្រអប់នោះមើលនោះមិនមែនជាសម្លៀកបំពាក់ទេក៏ប៉ុន្តែគឺជាលុយសុទ្ធតែម្ដងហើយបន្ទាប់មកវាក៏ចាប់ផ្ដើមចែងចាំងពេញមុខរបស់ហៅហានអូយពួកគេនិយាយច្បាស់ជាស្មោះត្រង់ជាមិនខានទេអានេះគេហៅថាបុកលុយដល់ទៅគឺជោគជ័យហើយនៅក្នុង chapter ទី 13 ផ្ដើមឡើងនៅសេរីរឿងដំបូងនៅក្នុង chapter នេះយើងក៏បានលឺលីនហ្វេស្រែកថាអីគេហៅហានទៅវិធីជប់លៀងតែម្នាក់ឯងមិនក៏នៅសុកគាត់ក៏ចូលរួមនៅក្នុងព្រឹត្តិការណ៍បែបហ្នឹងអញ្ចឹងតែមានមនុស្សមកតាក់ទងគាត់មនុស្សម្ខាងទៀតក៏បាននិយាយថាមានឡានមួយមកពីក្រុមឈៀងសឹងបានមកជួបគាត់នៅថ្ងៃមិញហើយក៏បានប្រគល់ប្រអប់ចំនួន3ទៅឲ្យគាត់ផងដែរដោយសារតែពួកគេគឺជាក្រុមហ៊ុនដែលត្រូវបានស្គាល់យ៉ាងច្បាស់នៅក្នុងទីក្រុងនេះហើយអញ្ចឹងហើយពួកយើងក៏បានមកជប់ពួកគេដែរពេលនោះលីនហ្វេនាងក៏បានស្រែកឡើងយ៉ាងខ្លាំងស្ទើរតែផ្ទុះទូរស័ព្ទតែម្ដងពួកឯងទាំងអស់គ្នាត្រូវបានបញ្ឈប់ហើយមួយរយៈពេលក្រោយមកនៅក្នុងទីស្នាក់ការធំរបស់ក្រុមឈៀងសឹងហើយនៅពេលនេះគឺកំពុងតែមានការរៀបចំនៅពិធីជប់លៀងដូច្នេះហើយមានមនុស្សយ៉ាងកកកចូលរួមហើយវាគ្មានអីក្រៅតែពីចុងតង់បនរបស់អ្នកធំនោះទេនៅពេលដែលពួកគេកំពុងតែមានរបៀបរៀបរយនោះមនុស្សម្នាក់ក៏បានស្រែកថានាយកប៉ៅបានមកដល់ហើយហើយអ្នកខ្លះផ្សេងទៀតក៏បាននិយាយថាវ៉ាវនាងពិតជាស្អាតមែនទែនវាមើលទៅដូចជាវាមិនមែនជាពាក្យពន្លើសទេនៅពេលដែលគេនិយាយថានាងនឹងគឺស្អាតខ្លាំងណាស់នេះហៅថាអ្នកធំធ្វើអ្វីក៏សមដែរមិនខុសពីពាក្យវណ្ដាច្រៀងទេមានលុយខ្លួនស្អុយក៏អូបនោះបារោះនៅខាងឆ្វេងនោះក៏បាននិយាយថានាងបានបញ្ចប់ការសិក្សា PhD នៅអាយុ19ឆ្នាំហើយបានដោះស្រាយលំហាត់រូបវិទ្យាកង់តិចចំណាត់ថ្នាក់ពិភពលោកនៅក្នុងអាយុ21ឆ្នាំប្រូនៅខាងស្ដាំនិយាយថាទទួលបានមរតកពាន់លាននៅអាយុ23ឆ្នាំហើយតម្លៃទីផ្សាររបស់ក្រុមហ៊ុនកើនឡើងទ្វេដងនៅក្នុងពេលមួយឆ្នាំនេះគឺពិតជាអ្នកមានទេពកោសល្យមែនហើយក្មេងស្រីនោះនាងក៏បាននិយាយថាមានទេពកោសល្យហើយមានទ្រព្យសម្បត្តិមានមុខមាត់ស្រស់ស្អាតនិងមានរូបរាងល្អជីវិតគឺពិតជាមិនយុត្តិធម៌នោះទេលោកពូម្នាក់នេះក៏បាននិយាយថានាយកប៉ៅសូមផ្ដល់អត្ថភាពឲ្យក្រុមហ៊ុនស៊ឺចំពោះផលិតផលចុងក្រោយបង្អស់នៅឆ្នាំបន្តផងអ្នកនាងប៉ៅម្នាក់នេះបាននិយាយថាប្រកាសហើយខ្ញុំនឹងធ្វើឲ្យលោកពូយិនពេញចិត្តជាមិនខាននៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះក៏មានសម្លេងមនុស្សម្នាក់និយាយថាលោកម្ចាស់តូចសៅថៃទីបានមកដល់ហើយបន្ទាប់មកគេក៏បានក្រាលនៅកម្រាលព្រំពណ៌ក្រហមប្រុសម្នាក់នោះក៏បាននិយាយថាល្អមែនតើអាកំ pl ម្នាក់នោះក៏មកម្ដងទៀតហើយតើនៅពេលនេះគាត់មានស្នៀតអីទៀតទៅកម្រាលព្រំបានក្រាលហើយភ្លើងក៏ចាប់ផ្ដើមបើកហើយបន្ទាប់មកមនុស្សទាំង4នាក់នេះក៏បានចេញមកមើលទៅលោកពូយាយម្នាក់នេះគាត់ក៏ដូចស្គាល់មនុស្សទាំងអស់នោះហើយបន្ទាប់មកប្រុសដែលពាក់អាវពណ៌លឿងចែងចាងនោះក៏បាននិយាយថាប្រលប់សួស្ដីអូនសំឡាញ់បន្ទាប់មកពួកគេក៏ចាប់ផ្ដើមច្រៀងហើយគោលដៅដែលគាត់កំពុងតែច្រៀងទៅនឹងគឺជាការសារភាពស្នេហារបស់គាត់នឹងចំពោះនាងប៉ៅនឹងឯងប៉ុន្តែខ្ញុំសូមមិនប្រែទេប្រុសម្នាក់នេះក៏បាននិយាយថាឃ្លាចម្រៀងនឹងគឺពិតជាអាក្រេះខ្លាំងណាស់ម៉ូនមួយនៅក្បែរគាត់នឹងក៏បាននិយាយប្រាប់ឲ្យគាត់នឹងនិយាយតិចដោយសារតែឪពុករបស់អាតាណាមនឹងគឺជាអភិបាលខេត្តកងសុនអញ្ចឹងហើយពួកគេមិនអាចប៉ះពាល់គាត់បានឡើយហើយបន្ទាប់មកលំចាត់តូចនឹងក៏បានយកកម្មបាយចេញមកជីស្គីសម្ដៅទៅកាន់នាងប៉ៅនឹងហើយក៏បានហៅនាងប៉ៅនឹងថាបងស្រីប៉ៅណាប៉ុន្តែនាងប៉ៅនឹងនាងក៏បានងាកចេញដូចជាមិនខ្វល់ទេនៅពេលដែលនាងប៉ៅដើរចេញពីទីនោះម្ចាស់តូចនឹងក៏បានបត់ស្គីរបស់គាត់នឹងទៅរកនាងប៉ៅនឹងក៏បាននិយាយដូចជានាងនឹងគឺជាសង្សាររបស់គាត់អញ្ចឹងអូនមិនណៃរត់គេចពីខ្ញុំមិនទេចាប់បាយមកហើយគាត់បានប្រាប់ឲ្យនាងមកសាបច្ចេកទេសនៃភាពងប់ងល់របស់គាត់បន្តិចទៅហើយឲ្យគាត់អោបបន្តិចមកនាងប៉ៅនៅតែមិនខ្វល់ពីពេកហ្នឹងហើយក៏បានដើរទៅរកហៅហានដែលកំពុងតែកាយញុកសួស្ដីហៅហានប្រវហានក៏បានបែរមកហើយក៏បាននិយាយថាអូនាងគឺជាប៉ុន្តែនៅពេលនេះរឿងដែលមិននឹកស្មានមួយក៏បានកាត់ឡើងពេលមួយដែលកំពុងតែជិះស្គីឆាប់ចុះឆាប់ឡើងយ៉ាងលយហ្នឹងនៅពេលនេះកំពុងតែបុកជើងរបស់ហៅហានធ្វើឲ្យគាត់នឹងស្រែកលាន់ឡើងពេញពិធីនឹងតែម្ដងអញ្ចឹងហើយនៅពេលដែលបើកបរសុំក៏មើលតែស្រីខ្លាំងពេកប្រយ័ត្នខូចបកគោលភ្លើងពេលហ្នឹងក៏បានក្រោកឡើងធ្វើមុខដូចចង់ក្តៀនហៅហានក៏បាននិយាយថាតែឯងកំពុងតែចង់មួយប្រកាច់មនុស្សខ្ញុំគ្មានលុយសងជំងឺចិត្តតែឯងទេពេលហ្នឹងក៏បាននិយាយថាយើងនឹងសម្លាប់ឯងចោលហងក្រែកចាំមិនភ្លាមហើយបងងល់ទាំងអស់នេះក៏បានចេញមកលោកម្ចាស់
តូចនឹងក៏បាននិយាយថាយកអាគាត់នេះទៅញាត់ក្នុងបង្គន់ទៅកូនចៅរបស់គាត់ក៏ទទួលបញ្ជារៀបនឹងធ្វើសកម្មភាពឲ្យនោះនាងប៉ានឹងនាងក៏បាននិយាយថាលោកម្ចាស់តូចឆៅលោកដូចជាជ្រុលពេកហើយកំពុងតែព្យាយាមធ្វើបាបភ្ញៀវកិត្តិយសរបស់ខ្ញុំពេលហ្នឹងក៏ដូចជារឿងឆ្ងល់ភ្ញៀវកិត្តិយសហើយមកសក់លើនឹងនាងក៏បានខ្សឹបជាមួយនឹងពេកនោះថាតែនាងស្ដាប់ច្រឡំអត់ហ្នឹងមនុស្សម្នាក់នោះគឺជាភ្ញៀវកិត្តិយសរបស់នាងប៉ាហើយពេកនោះក៏បាននិយាយថាតាគាត់នឹងគឺជាកូនប្រុសរបស់គ្រួសារដែលមានទ្រព្យសម្បត្តិណាទៅខ្ញុំមិនដែលធ្លាប់បានឃើញគាត់កាលពីមុននោះទេហើយលោកម្ចាស់តូចនឹងគាត់ក៏បាននិយាយថាខ្ញុំមិនបានដឹងទេថាមានមនុស្សបែបហ្នឹងនៅក្នុងបកអ្នកមានរបស់ពួកយើងនោះទេក្មេងបើសិនជាឯងដឹងពីច្បាប់នោះចាំណែនាំខ្លួនឯងភ្លាមមកហើយនៅពេលនេះហៅហានគាត់ក៏ដូចជាមិនយល់ពីអីទេប៉ុន្តែនៅពេលនេះនាងប៉ានឹងក៏បានចាប់ដៃរបស់គាត់ហើយក៏បាននិយាយថាមកតាមនាងមកនាងនឹងនាំគាត់ទៅបន្ទប់របស់នាងហើយនាងមិនត្រឹមតែចាប់ដៃរបស់គាត់ទេក៏ប៉ុន្តែអោបបៀតចូលហ្មងតែវាធ្វើឲ្យមានរូបបដូរនោះចេញមកភ្លីងភ្លីងភ្លីងហើយក៏បានធ្វើឲ្យលោកម្ចាស់តូចនឹងធ្វើមកដូចជាក្រៀនផោមយ៉ាងអញ្ចឹងបន្ទាប់មកលោកម្ចាស់តូចនឹងក៏បាននិយាយទាំងខឹងថាចង្រៃវាយកកុំចាប់យើងអង្គរៈរបស់គាត់នឹងក៏បាននិយាយថាយើងមិនអាចប៉ះពាល់នឹងនាងប៉ាបានទេលោកម្ចាស់តូចស្ងប់អារម្មណ៍សិនទៅមួយរយៈពេលក្រោយមកនៅក្នុងបន្ទប់របស់នាយកប៉ាវនៅពេលនេះប្រុសហាននឹងកំពុងតែទៅតាមនាងប៉ាវនឹងក៏មើលទៅដូចជាចង់សរសើរពីបន្ទប់របស់នាងនៅពេលដែលនាងប៉ាវដើរមកដល់កៅអីរបស់នាងហើយក៏បានអង្គុយនោះនាងក៏បាននិយាយថាមិននឹងគ្រាន់តែជាការសម្ដែងទេកុំយកវាទុកក្នុងចិត្តអីបន្ទាប់មកនាងក៏បានដោះស្រង់ជើងរបស់នាងម្ដាយហើយក៏បានសួរគាត់ម្ដាយតើលោកដឹងថាហេតុអីបានជាខ្ញុំអញ្ជើញលោកមកទីនេះដែរទេហើយក៏បាននិយាយថានាងអញ្ជើញគាត់មកនឹងគឺចង់ឲ្យគាត់ចូលរួមជាមួយនឹងហ្គារបស់នាងត្រូវក៏បានគិតថាដោះស្រង់ជើងបារបស់នាងភ្លាមនៅពេលនាងចូលមកដល់ក្នុងបន្ទប់បែបហ្នឹងគឺពិតជាតាក់ទាញមែនតើនាងប៉ានឹងក៏បានបោះស្រង់ជើងទៅម្ខាងតើលោកដឹងពីអត្តសញ្ញាណរបស់ខ្ញុំដោយរបៀបណាទៅហើយក៏បាននិយាយថាអ្នកដែលអាចប្រមូលមនុស្សបានយ៉ាងច្រើននៅក្នុងពេលដ៏ខ្លីនោះគឺច្បាស់ជាមនុស្សដែលមានលុយគ្រាន់តែពេលដែលគាត់បានបដូរທາງស៊ីយ៉ាវភ្លាមនាងក៏ចង់មកតាក់ទងជាមួយនឹងគាត់ភ្លាមបើតបភ្ជាប់ចំណុចទាំងពីរនេះជាមួយគ្នានោះវាមិនពិបាកទូទាញនោះទេហើយនាងប៉ានឹងក៏បានប្រើប្រាស់នូវស្និតផ្ដាច់ព្រលឹងរបស់លីនហ្វៃទៅលើហៅហាននាងនិយាយថានាងចូលចិត្តធ្វើរឿងជាមួយនឹងមនុស្សឆ្លាតហៅហានគឺនិយាយត្រូវហើយនាងគឺជាមេដឹកនាំនៃហ្គាប្រច័នប្រាក់ហើយនៅពេលនេះនាងអញ្ជើញគាត់មកគឺដើម្បីឲ្យចូលរួមជាមួយនឹងហ្គារបស់នាងនិយាយពីតម្លៃរបស់គាត់មកមើលទៅនាងគិតថាលុយកាលពីមុននឹងបុកវាមិនតាន់ដល់ឥឡូវចង់បុកបន្ថែមទៀតប៉ុន្តែហៅហានក៏បាននិយាយថា5លានកាលពីមុននោះវាគឺគ្រប់គ្រាន់ហើយចំពោះគាត់ហើយពេលនេះគាត់លែងត្រូវការលុយហើយហៅហានក៏បានទះទុកម្ដាយផាំងហើយក៏បាននិយាយថាបើសិនជានាងចង់ឲ្យគាត់ចូលរួមនោះនាងនឹងត្រូវតែប្រគល់នៅអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងលុយនឹងទៅទៀតមកឲ្យគាត់ហើយមកដល់ត្រឹមនេះសេរីរឿងនៅក្នុង chapter នេះក៏សូមស្រេចត្រឹមតែប៉ុណ្ណេះសិនសូមអធិស្ឋានចំពោះកំហុសឆ្គងនិងអរគុណចំពោះការទស្សនាហើយបើសិនជា fan ណាចង់ឧបត្ថម្ភ admin នេះគឺជា QR code របស់ admin